content គឺជាកត្តាស្លាប់រស់ក្នុងការធ្វើអាជីវកម្មលើ online បងប្អូនឯកភាពអត់អញ្ចឹងបើសិនជា content ជារឿងសំខាន់ការធ្វើឲ្យ content ដែលមានគុណភាពល្អហើយវាមានសមត្ថភាពខ្លាំងណាគឺជារឿងសំខាន់សម្រាប់បងប្អូនដែលបងប្អូនត្រូវធ្វើខ្ញុំនឹងធ្វើវីដេអូប្រហែលជា 4-10 វីដេអូហើយវីដេអូមួយនេះគឺជាក្បាលដំបូងគេតកតងនឹងប្រធានបទ content អញ្ចឹងសូមបងប្អូនតាមដានមើលវីដេអូនេះឲ្យបានច្រើនទោះបីបងប្អូនបានមើលអស់ក៏ដោយអញ្ចឹងណា content គឺខ្ញុំលើកយកតែវីដេអូមកនិយាយទៅព្រោះភាគច្រើនគេពេញនិយមវីដេអូតែអនាគតក៏គេពេញនិយមវីដេអូដែរតើពីនេះទៅរហូតដល់វីដេអូក្រោយៗតាក់ទងនឹងរឿង content ណារឿងធ្វើវីដេអូខ្ញុំនិយាយបដោតលើខ្លឹមសារអីគឺខ្ញុំបដោតលើតែ2ទេទី1គឺតាក់ទាញមែនអត់បងប្អូនធ្លាប់លឺហើយតាក់ទាញទៅគេចង់មើលចង់អីអញ្ចឹងប៉ុន្តែបញ្ហាចោតមួយទៀតគឺថាមើលរួចហើយគេអត់ញាប់ញ័រឬក៏គេអត់ចង់ទិញបងប្អូនទេអាហ្នឹងហើយបញ្ហាខ្មែរយើងនិយាយថាល្អមើលតែអត់ល្អស៊ីអញ្ចឹងតកតងនឹងដំណោះស្រាយបញ្ហា content នេះគឺខ្ញុំនឹងបន្ថែមនៅខ្លឹមសារដែលចូលនៅក្នុងរឿងវីដេអូនឹងដែរគឺឲ្យល្អឲ្យគេចង់ទិញផងល្អមើលហើយថែមទាំងល្អស៊ីតាក់ទាញនឹងឲ្យគេចង់ទិញផលិតផលឬក៏ចង់ទទួលសេវាកម្មរបស់បងប្អូនតើគេធ្វើម៉េចអញ្ចឹងខ្ញុំនឹងនិយាយលម្អិតបើបងប្អូនបានមើលគឺជារឿងដែលគួរឲ្យស្ដាយព្រោះអីខ្ញុំមានបទពិសោធន៍ច្រើនដំបូងគេដែលបញ្ជាក់អំពីសមត្ថភាពរបស់ខ្ញុំផ្ទាល់តទៅនឹងការធ្វើ content គឺធ្វើវីដេអូហ្នឹងគឺខ្ញុំបានធ្វើផ្ទាល់រកស៊ីផ្ទាល់ដឹកនាំបាទចូលរួមផ្ទាល់ទៀតបញ្ចូលសម្លេងចូលអីហ្នឹងតទៅនឹងផលិតផល JBL អាមេរិកដែលដំបូងមកគឺផលិតផលអាមេរិកហ្នឹងគឺ JBL គឺ Chemtech ហ្នឹងហើយធ្វើឲ្យផ្ទុះរួមចំណែកសំខាន់ធ្វើឲ្យផ្ទុះពេញស្រុកខ្មែរអញ្ចឹងខ្ញុំមានបទពិសោធន៍ក្នុងរឿងហ្នឹងក្នុងរឿង content អញ្ចឹងបងប្អូនតាមដានស្ដាប់ឲ្យយល់ចង់បញ្ចប់ព្រោះវីដេអូនេះជាវីដេអូក្បាលទេគ្រាន់តែណែនាំបងប្អូនថា content វាសំខាន់ម៉េចឲ្យបងប្អូនចូលមើលចូលអីតើខ្លឹមសារដែលខ្ញុំចង់និយាយនឹងនិយាយស្អីបងប្អូនចាប់ឲ្យបានអញ្ចឹងណាអញ្ចឹងជាចុងក្រោយវីដេអូនេះខ្ញុំមិនត្រឹមតែធ្វើសម្រាប់ផុសជាសាធារណៈឲ្យបងប្អូនទាំងអស់គ្នាបានមើលទេថែមទាំងជាវីដេអូទុកជាមេរៀនសម្រាប់សិស្សរបស់ Chemtech ទៀតផងតើតើនៅនឹងរឿង content អញ្ចឹងសិស្សដែលបានទិញវីដេអូមេរៀនឬក៏បានរៀនផ្ទាល់នៅ Chemtech គឺទទួលបានវីដេអូនេះរឿង content លម្អិតហ្មងព្រោះកន្លងមកខ្ញុំមិនបានលម្អិតអស់ប្រហែលទេពីរឿង content មិនខ្ញុំនិយាយអស់អាសំខាន់ណាសម្រាប់សិស្សពិសេសសម្រាប់សិស្សអញ្ចឹងប៉ុណ្ណឹងហើយនេះអាចចាត់ទុកថាជាភាគទី1ដល់ពេលភាគទី2ទី3ទី4ទី5រហូតដល់ទីប្រហែលដឹងខ្ញុំអស់ខ្លឹមសារត្រូវនិយាយប៉ុណ្ណាចប់ត្រឹមភាគហ្នឹងបាទទីបន្តបងប្អូនទស្សនាភាគផ្សេងទៀតណារកមើលចំណងជើងថា content ហើយបន្ទាប់ពីមួយនេះអានេះលេខ1បាទ